បាទគ្រប់ក៏ដូចជាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំត្រា Gaming ក៏ដូចជាវីដេអូរបស់ខ្ញុំផងដែរអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាក៏ដូចជាចេញវីដេអូប្រាប់ setting ទៅដល់អ្នកទាំងអស់គ្នាអំពីការ select setting នៅក្នុង game ឲ្យវា smooth ហើយលេងទៅឲ្យរលូននៅក្នុងការលេង game ផងដែរអញ្ចឹងវីដេអូនេះសង្ឃឹមថាអាចនឹងជួយពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានបញ្ហាលេងទៅរៀងតាក់រៀងឡែតរៀងអីហ្នឹងណាអញ្ចឹងតាមសំណពរដែលគាត់បងប្អូនដែលមើល live របស់ខ្ញុំគាត់ឲ្យខ្ញុំធ្វើវីដេអូអញ្ចឹងថ្ងៃនេះខ្ញុំបញ្ចេញវីដេអូឲ្យគ្នាយើងមួយអំពីការ select setting របស់ខ្ញុំជាទូទៅដែលខ្ញុំលេងចែកជូនគ្នាយើងនៅក្នុងការ live អញ្ចឹងជាទូទៅបាទគ្នាយើងអាចឃើញ full screen របស់ខ្ញុំដាក់នៅក្នុង screen ហ្នឹងហើយនេះសម្រាប់ Windows 11គ្នាយើងបញ្ជាក់ Windows 10អីក៏គ្នាយើងអាចធ្វើបានដែរមិនមែនតែ Windows 11ទេអញ្ចឹងយើងចុចមកស្ដាំទៅលើstream យើងមួយមកចុចមកស្ដាំមកហើយយើងយកពាក្យថា show mode នេះមួយមកណាហើយបន្តមកយើងចូលទៅកាន់ Nvidia Control Panel បាទយើងចាំតិចទៅគ្នាយើងគឺវានឹងចេញមកហើយបាទខ្ញុំដាក់ធំជូនគ្នាយើងបាទនេះគ្នាយើងស្រីឲ្យគ្នាយើងស៊ូមមើលតិចមកធំមកស្រីអូខេអញ្ចឹងពេលដែលចេញជាតម្រង់បែបនេះមកគ្នាយើងអាចមើលបាននៅក្នុងការ setting របស់មួយទៅតាម Nvidia ដែលគេបាន set up នៅក្នុងហ្នឹងអញ្ចឹងជាដំបូងយើងមកមើលកន្លែង 3D setting ដែលនៅក្នុងនោះគឺយើងអាចមើលបានទៅជាទូទៅខ្ញុំយកប្រើលេខ2តែខ្ញុំប្រើតែប៉ុណ្ណឹងយើងអាចស្រែតាមខ្ញុំបានដែលខ្ញុំអាច show ឲ្យគ្នាយើងមើលបានណាបន្ទាប់ពីយើងស្រែហ្នឹងហើយយើងចូលទៅការ manager 3D setting អូខេអញ្ចឹងយើងមកកន្លែងមើលកន្លែង global setting នេះជាទូទៅកន្លែងមួយដុំនេះគឺខ្ញុំប៉ះពាល់ទេខ្ញុំប៉ះពាល់ត្រម background មានន័យថា background frame rate នេះមានន័យថាដូចជាទូទៅបងប្អូនទាំងអស់គ្នាចូលកន្លែងលុកគេហៅថាកន្លែងយើងរងចាំហ្នឹងយើងដូចជាកន្លែង AK ពេលដែលយើងចូលទៅដល់ភ្លាមយើងមិនត្រូវបង្ហាញ show hero អាហ្នឹងឯងប្រភេទជា background ហើយloading mid frame game នេះគឺយើងចូលទៅកាន់លេងក្នុងលេង game អញ្ចឹងឬក៏យើងចូលទៅកាន់ game ដែលយើងពងលេងហ្មងគឺវាអាច load frame load អីទៅតាមហ្នឹងដែរអាចកុងទ័រយើងហត់បានខ្ពស់ប៉ុណ្ណាអញ្ចឹងណាជាទូទៅកន្លែង background frame background mid frame rate នេះគឺខ្ញុំដាក់144អញ្ចឹងគ្នាយើងអាចដាក់លើហ្នឹងតិចក៏បានតិចជាងហ្នឹងក៏បានដែរហើយកន្លែងCPU Coda CPU នេះគឺខ្ញុំដាក់ទៅកាន់ VGA របស់ខ្ញុំយកហ្មងអញ្ចឹងគ្នាយើង VGA គ្នាយើងប៉ុណ្ណាអាចដាក់បានដែរគ្នាយើងមិនមែនត្រឹមតែដូច VGA របស់ខ្ញុំទេព្រោះកុងទ័រខ្ញុំ speed តិចគ្នាយើងវាបាន VGA យោងបាទអញ្ចឹងជាទូកុងទ័រខ្ញុំនេះបានតែ Core i5 ចំណុចទី11ទេគ្នាយើងវាបានដូចខ្ញុំបញ្ជាក់អញ្ចឹងបានតែ CPU ទេអញ្ចឹងគ្នាយើងអាចសេរីតាមខ្ញុំទៅណាអាចតាមខ្ញុំបានព្រោះគ្នាខ្ញុំគាត់សេរីតាមខ្ញុំគាត់ smooth ដូចគ្នាអញ្ចឹងយើងចូលមកដល់ហ្នឹងដូចខ្ញុំប្រាប់អញ្ចឹងCoda GPU ហ្នឹងយើងដាក់ all មកហើយកន្លែងនេះយើងដាក់driver ហ្នឹងមកបន្ទាប់មកយើងកន្លែង mid frame rate នេះគ្នាយើងចង់ដាក់ឲ្យវា mid ត្រង់ប៉ុន្មានយើងអាច set តាមហ្នឹងបានបើទៅខ្ញុំដាក់240អញ្ចឹងគ្នាយើងមិនចង់ដាក់តាមហ្នឹងក៏បានដាក់ជាបញ្ហាអីទេហើយកន្លែង OpenGL GPU នេះគឺខ្ញុំដាក់ទៅលើ Nvidia យកហ្មងដែល graphic card របស់យើងណាគ្នាយើងហើយបន្ទាប់មក normal នេះអក្សរជាអង់គ្លេសនេះយើងអធិស្ឋានគ្នាយើងអាចមើលបានទៅស្រែតាមខ្ញុំហ្នឹងទៅកន្លែងនេះគឺខ្ញុំស្រែតិចតួចទេបន្ទាប់មកយើងចូលទៅកាន់ program setting កន្លែងនេះក៏ជាកន្លែងសំខាន់មួយដែរនេះយើងសម្រាប់យើង select ទៅកាន់ game របស់យើងដើម្បីឲ្យ game របស់យើងលេងទៅគេហៅថាមានសោភ័ណភាពឬក៏ smooth ទៅតាម setting ដែលយើងស្រែអញ្ចឹងណាអញ្ចឹងយើងចូលទៅកាន់ program setting ហើយយើងចុចពាក្យ add ហើយយើងអាចយកពាក្យ map នេះទៅគ្នាយើងចូល browser មកយើងទៅរក browser របស់ IK នេះយើងអញ្ចឹងនេះខ្ញុំ browser របស់ IK របស់ខ្ញុំដាក់នៅ drive C program file ហើយ data online អញ្ចឹងខ្ញុំ select ទៅលើ IK មកអូខេនេះជា setting ដែលខ្ញុំបានរៀបចំនៅក្នុងការលេងរបស់ IK របស់ខ្ញុំអញ្ចឹងកន្លែងនេះគឺខ្ញុំដូចខ្ញុំបញ្ជាក់គ្នាយើងអញ្ចឹងខ្ញុំដាក់ 144Hz ហើយកន្លែងនេះគឺខ្ញុំត្រូវ take GPU នេះយើងខ្ញុំអត់បាន take អញ្ចឹង take មក GPU អញ្ចឹងមកបាទហើយកន្លែងនេះគឺខ្ញុំរើសកន្លែងdriver ដែលខ្ញុំប្រាប់គ្នាយើងហ្នឹងតោះមកកន្លែងខ្ញុំដាក់ 240Hz ហើយកន្លែងគឺខ្ញុំប៉ះពាល់ទេកន្លែង GPU គឺខ្ញុំដាក់ Nvidia normal ហើយcontrol នេះគ្នាយើងអាចដាក់តាមខ្ញុំបានបាទតែប៉ុណ្្នឹងទេគ្នាយើងហើយយើងចុច apply មកអូខេចាំតិចគ្នាយើងអូខេអញ្ចឹងវាបាន apply ហើយគ្នាយើងវាបាន apply ហើយបន្តមកទៀតយើងចូលមកកាន់ទី3ហើយយើង select Nvidia ដូចគ្នាមកយើង select graphic card របស់យើងហ្នឹងបាទវាមាន auto select ហើយយើងតែយើងមិន auto select ខ្ញុំប្រើ graphic card ចូលមកបន្តមកកន្លែង display គ្នាយើងអស់មកខាងក្រោមមកហើយយើងបើក
user NVIDIA control color setting ហ្នឹងមកហើយយើងដាក់ full ហើយយើង apply បាទអឺមួយទៀតពាក់ព័ន្ធរបស់បងប្អូនយើងលេង AK អត់ full screen ក៏ចូលកន្លែងដូចគ្នាហើយយើង select មកកន្លែង display យើងរកពាក្យនេះ display size and point អីគេនេះយើងអធិស្ឋានបើសិនជាអានោះលេខខុសណាគ្នាយើងណាយើងចូលមកកាន់កន្លែងហ្នឹងមកហើយយើងចាប់ពាក្យថា full screen ហើយយើង apply ចុះគ្នាយើងអាច select GPU ដូចខ្ញុំបានតែប៉ុណ្្នឹងឯងគ្នាយើងកន្លែង setting នៅក្នុង NVIDIA control panel អញ្ចឹងតែប៉ុណ្្នឹងទេហើយយើងចូលទៅកាន់ AK ទៅអូមួយទៀតគ្នាយើងឲ្យពាក់ព័ន្ធមួយកាសនិយាយលឺត្រូវអត់យើងចូលមកកាន់យើង check មកស្ដាប់នៅកន្លែងរូប sound ហ្នឹងមួយមក open sound setting យើងចូលមកដល់ហ្នឹងយើងអូសមកខាងក្រោមយើងរក voice mic ហើយយើងរកពាក្យ AK អញ្ចឹងឥឡូវខ្ញុំអត់តមាន AK ទេខ្ញុំទៅបើក AK សិនអូខេបើ AK ហើយខ្ញុំនឹង start ហើយអញ្ចឹងទីទៀតខ្ញុំនឹងសេរីនៅក្នុងនឹងឲ្យគ្នាយើងមើលបាទអញ្ចឹងខ្ញុំសុំឲ្យ account ខ្ញុំចូលអូខេអញ្ចឹងគ្នាយើងអាចមើល setting ក្នុង game របស់ខ្ញុំបានគឺខ្ញុំដាក់តែប៉ុណ្្នេះទេនិយាយទៅជាទូទៅខ្ញុំមានប៉ះពាល់អីទេគ្នាយើងខ្ញុំសេរីតែនៅក្នុង NVIDIA control panel ហ្នឹងហើយចូលមកដល់ game គឺខ្ញុំមានសេរីច្រើនតែខ្ញុំសេរីតែ sound សេរីតែmouse speed mouse របស់ខ្ញុំលេងតែប៉ុណ្្នឹងទេហើយអញ្ចឹងយើងចូលមកកាន់ sound setting ហ្នឹងដែរមកយើងអូសមកខាងក្រោមហើយនឹងយើងរកមកពាក្យថា app ហើយយើង select កាសមកគ្នាយើង select កាសដែលអ្នកទាំងអស់គ្នាដែលកំពុងស្ដាប់ហើយកំពុងតែនិយាយនៅក្នុងនឹងអញ្ចឹងបាទតែប៉ុណ្្នឹងហើយយើងអាចចូលទៅកាន់ G mission ទៅឬក៏វគ្គដែលគ្នាយើងកំពុងត្រូវការលេងបាទខ្ញុំចូលទៅតែឲ្យមើលបើសិនជាគ្នាយើងនិយាយលឺទេគ្នាយើងអាចសេរីហើយ restart counter មួយទៅណាគ្នាយើងអាឡូឃើញគ្នាយើងឃើញខ្ញុំនិយាយលឺនេះអាឡូ1 2 3អញ្ចឹងគ្នាយើងអាចមើលបាននេះរាល់ការនិយាយរបស់ខ្ញុំគឺនឹងលោតមិនចូលទៅកាន់នៅក្នុង game ចាំពេលណាដែលគ្នាយើងសេរីហើយនិយាយអត់លឺអីក៏អត់លឺទេគ្នាយើងអាច restart counter មួយទៅណាគ្នាយើងសេរីហើយ restart counter មួយទៅវាអាចលឺដូចខ្ញុំតែខ្ញុំបានប្រាប់គ្នាក្នុងវីដេអូអញ្ចឹងហើយវីដេអូនេះថតរៀងយប់ដែរគ្នាយើងអញ្ចឹងរកការនិយាយអីអត់សល់និយាយលឺទេគ្នាយើងខ្លាចប៉ះពាល់ទៅដល់អ្នកចាត់ការគាត់កំពុងសម្រាប់អញ្ចឹងណាអូខេអស់គ្នាយើងមានតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់គ្នាយើងដែលមានបញ្ហាចម្ងល់ឬក៏មានបញ្ហាអីបន្ថែមអាច comment ទៅតាមខាងក្រោមវីដេអូនឹងបានក៏ដូចជា chat មក Discord ខ្ញុំ private ក៏អាចតំណែងសួរខ្ញុំនៅក្នុងការ like comment បានផងដែរគ្នាយើងអញ្ចឹងជាចុងក្រោយមានតែប៉ុណ្្នឹងទេយើងអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយចុច subscribe ក៏ដូចជា like និងរូបកណ្ដឹងម្នាក់មួយផងគ្នាយើងណាហើយកុំភ្លេចគ្រប់គ្រងការ live stream ផងគ្នាអរគុណច្រើនគ្នាយើងបាយបាយជួបគ្នានៅវីដេអូក្រោយ